ពុកម៉ែបងប្អូននេះគឺជាទស្សនវិជ្ជានៅក្នុងក្រុងសៀមរាបបាទហើយកន្លែងនេះគឺជាសួនព្រះរាជដំណាក់ណាកន្លែងហាត់ប្រាណនៅជាប់នឹងមាត់ស្ទឹងនៅក្បែរនឹងព្រះអង្គជ័យព្រះអង្គចោមនឹងឯងបងប្អូនឥឡូវនេះឃើញថាមានការរៀបចំពាងទឹកបងប្អូនហើយប្រហែលថ្ងៃមុនគឺថាដាក់ពាងទឹកមកអត់ទាន់មានទឹកមានតយោអីតទេបងប្អូនតែឥឡូវនេះគឺថាចាប់ផ្ដើមតតយោទឹកហើយនៅក្នុងពាងគឺថាមានទឹកពេញហើយបងប្អូនបាទឥឡូវនេះគឺថារៀបចំចិត្តនឹងរួចស្រេចបាច់ហើយបងប្អូនកាន់តែគៀកថ្ងៃមែនទែនហើយចិត្តដល់ថ្ងៃអង្គរសង្ក្រាន្តហើយបាទអញ្ចឹងតំបន់នេះគឺជាតំបន់លេងទឹកបងប្អូនដូចសពរាល់ឆ្នាំអញ្ចឹងថានៅពេលដែលដល់ថ្ងៃសង្ក្រាន្តដល់ថ្ងៃហ្នឹងគឺតំបន់ហ្នឹងគឺថាអាជ្ញាធរបិទអស់ហើយបាទបិទមុខបិទក្រោយដើម្បីធ្វើការថ្មើរជើងបាទគ្រាន់តែអនុញ្ញាតតែអ្នកដើរប៉ុណ្ណោះបាទហើយកន្លែងតង់មហារអិលគេហ្នឹងគឺថារអិលមែនទែនបងប្អូនហ្នឹងហើយដាក់ទឹកសាប៊ូដាក់អីចឹងទៅអាហ្នឹងទោះតែថាអ្នកដែលមានកម្លាំងខ្លាំងក្លាគេអ្នកដែលមានចិត្តសឿងបងប្អូនបាទបានអាចចូលលេងកន្លែងហ្នឹងបាននិយាយរួមទៅគឺថាកម្មវិធីល្បែងកំសាន្តប្លែកសប្បាយបាទមានច្រើនមែនទែនហ្នឹងហើយអង្គរសង្ក្រាន្តនៅសៀមរាបបងប្អូនហើយបងប្អូនដែលធ្លាប់បានមកប្រហែលជាបានធ្លាប់ដឹងហើយបងប្អូនអង្គរសង្ក្រាន្តម្ដងគឺថាមិនមែនលេងសើចហ្នឹងបងប្អូនឆ្នាំនេះគឺថាធំមែនទែនហើយមើលទៅការរៀបចំបាទហើយមានទាំងនៅក្នុងក្រុងសៀមរាបនេះមកកន្លែងធំបាទហើយនឹងនៅឯតំបន់ប្រាសាទឯនោះក៏មានមកកន្លែងធំដែរបងប្អូនហ្នឹងហើយអញ្ចឹងសៀមរាបឆ្នាំនេះធ្វើមែនទែនណាបងប្អូនបាទធ្វើមែនបាទអញ្ចឹងលេងគឺថាលេងមកអស់ដៃតែម្ដងហើយបងប្អូនដែលមានបំណងបាទដាក់កម្រងមកសៀមរាបបាទត្រៀមលុយត្រៀមកន្លែងគេងហើយឬនៅហ្នឹងហើយបើមិនទាន់ត្រៀមទេឆាប់ត្រៀមមកហើយអូខេបងប្អូនបាទជួបគ្នានៅថ្ងៃអង្គរសង្ក្រាន្តបាទនៅសៀមរាបទាំងអស់គ្នាជំរាបលា